Shalom ក្មេងៗទាំងអស់គ្នាខ្ញុំអ្នកគ្រូមីនជីសុខសប្បាយទេខ្ញុំសង្ឃឹមថាយើងរាល់គ្នាមានសុខភាពល្អហើយនឹងញ៉ាំបាយបានល្អហើយនឹងស្ដាប់បង្គាប់ពីអពងម្ដាយហើយនឹងព្រះអង្គផងដែរយើងចេះស្រឡាញ់គ្នាអញ្ចឹងព្រះអង្គទទួលអនុជាថ្វាយបង្គំដល់ទ្រង់អាមែនសូមអធិដ្ឋានមុនសិនតែអធិដ្ឋានរីតែតាមបានអ្នកគ្រូចាសូមអធិដ្ឋានអរគុណព្រះអង្គសម្រាប់ត្រាស់ហើយយើងជាកូនរបស់ព្រះអង្គយើងចង់ថ្វាយបង្គំថ្ងៃបរិសុទ្ធនេះព្រះអង្គសូមទទួលពីយើងហើយនឹងសូមយើងមានបញ្ញព្រះវិញ្ញាណដ៏បរិសុទ្ធឲ្យយើងចេះស្រឡាញ់គ្នានៅពេលយើងមានជីវិតអរគុណចា៎ព្រះអង្គសូមប៉ះពាល់ចិត្តទៅយើងតាមការច្រៀងសរសើរដំកើងហើយនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសូមអរគុណព្រះអង្គយ៉ាងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនចាយើងសរសើរដំកើងព្រះអង្គជាមួយគ្នាព្រះយេស៊ូវភ្លឹកក្តីស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកភ្លឹកភ្លឹកនៅក្នុងចិត្តខ្ញុំព្រះយេស៊ូវភ្លឹកក្តីស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកចាក្តីស្រឡាញ់នោះក្តីស្រឡាញ់នៃព្រះយេស៊ូវទាំងពីភពលោកគួយស្រឡាញ់ស្រួលស្រួលញ៉ាំសប្បាយសប្បាយព្រះយេស៊ូវភ្លឹកក្តីស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកភ្លឹកភ្លឹកនៅក្នុងចិត្តខ្ញុំព្រះយេស៊ូវភ្លឹកក្តីស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកចាក្តីស្រឡាញ់នោះក្តីស្រឡាញ់នៃព្រះយេស៊ូវទាំងពីភពលោកគួយស្រឡាញ់ស្រួលស្រួលគ្នាសប្បាយសប្បាយស្រួលស្រួលគ្នាសប្បាយសប្បាយបន្តសរសើរទាំងកាំងជាមួយគ្នាដោយបទចម្រៀងព្រះយេស៊ូវខ្ញុំស្រឡាញ់ចាព្រះយេស៊ូវខ្ញុំស្រឡាញ់ទ្រង់មែនតើព្រះយេស៊ូវខ្ញុំស្រឡាញ់ស្រឡាញ់ទ្រង់បជាស្រឡាញ់ព្រះយេស៊ូវខ្ញុំស្រឡាញ់ទ្រង់បជាស្រឡាញ់ទ្រង់អត់ទោបាបឲ្យខ្ញុំហើយសមត្ថខ្ញុំឲ្យបានសាទទ្រង់ស្រឡាញ់ខ្ញុំទើបនាំខ្ញុំទៅតាមផ្លូវរបស់ទ្រង់ព្រះយេស៊ូវខ្ញុំស្រឡាញ់ទ្រង់បជាស្រឡាញ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 ់ទ្រង់អត់ទោបាបឲ្យខ្ញុំហើយសមត្ថខ្ញុំឲ្យបានសាទទ្រង់ស្រឡាញ់ខ្ញុំទើបនាំខ្ញុំទៅតាមផ្លូវរបស់ទ្រង់ព្រះយេស៊ូវខ្ញុំស្រឡាញ់ទ្រង់បជាស្រឡាញ់ព្រះយេស៊ូវខ្ញុំស្រឡាញ់ទ្រង់បជាស្រឡាញ់បជាស្រឡាញ់អាមែនយើងតាមព្រះយេស៊ូវសូមសរសើរទាំងកាំងជាមួយគ្នាតាមព្រះយេស៊ូវតែងតាមព្រះយេស៊ូវតាមព្រះយេស៊ូវខ្ញុំដើរតាមព្រះបន្ទូលតាមព្រះយេស៊ូវខ្ញុំដើរតាមដោយស្ដាប់បង្គាប់
ជាស្រស់ស្អាតខ្លាំងណាស់មែនហើយហើយចូលឱកាសគោលល្អផងដែរចាអ៊ំស្វាមានដឹងអត់ខ្ញុំពិតជាសប្បាយចិត្តរីករាយខ្លាំងមែនទែនដែលបានធ្វើដំណើរជាមួយនឹងអ៊ំស្វាអូហេតុអីទៅលោកគ្រូមានដឹងពីព្រោះដោយសារតែពួកយើងចុះសម្រងគ្នាហើយពួកយើងស្ដាប់បង្គាប់គ្នាទៀតអូខ្ញុំក៏សប្បាយចិត្តដែរដែលបានដើរលេងកម្សាន្តជាមួយនឹងអ្នកគ្រូតែអ្នកគ្រូខ្ញុំនៅតែឆ្ងល់តើពាក្យស្ដាប់បង្គាប់មានន័យថាម៉េចទៅអ្នកគ្រូអូខេបើសិនជាអ៊ំស្វាអត់យល់អំពីពាក្យស្ដាប់បង្គាប់តោះយើងទៅលេងល្បែងកម្សាន្តជាមួយគ្នាតោះខ្ញុំចូលចិត្តលេងល្បែងកម្សាន្តតោះលេងល្បែងហ្នឹងចេះពេលដែលខ្ញុំនិយាយថាសុភាពឲ្យធ្វើអ្វីមួយនោះអ៊ំនឹងធ្វើហើយបងប្អូនទាំងអស់គ្នាកំពុងតែទស្សនាអាចធ្វើតាមផងដែរតែបើសិនបើខ្ញុំអត់និយាយឈ្មោះសុភាពទេសូមកុំធ្វើយល់អត់យល់អូខេតោះយើងចាប់ដើមបានតោះចាប់ដើមអូខេសុភាពឲ្យរួមសុភាពឲ្យច្រៀងតោះទុញនងនងតុងក្វីក្បាលអ៊ំស្វាខ្ញុំបាននិយាយថាសុភាពផងណាខ្ញុំភ្លេងមកអូខេអត់អីទេនេះគឺជាអ្វីមួយដែលយើងស្ដាប់បង្គាប់គ្នាហើយអ៊ំស្វាបានស្ដាប់បង្គាប់ខ្ញុំដូចជាអ្វីដែលយើងគួរតែស្ដាប់បង្គាប់ឪពុកម្ដាយពេលដែលឪពុកម្ដាយប្រាប់ឲ្យយើងទៅសម្អាតផ្ទះឬក៏លាងចានលាក់នឹងលាក់អញ្ចឹងទៅអូខ្ញុំយល់ហើយចាតែខ្ញុំឮថាមានការស្ដាប់បង្គាប់មួយយ៉ាងសំខាន់ដែលខ្ញុំតែងតែគេត្រូវអ៊ំអ្វីដែលសំខាន់បំផុតនៃពាក្យស្ដាប់បង្គាប់នោះគឺស្ដាប់បង្គាប់ព្រះជាម្ចាស់អូមែនហើយបើអញ្ចឹងបើសិនជាយើងចង់យល់ឲ្យច្បាស់តើតើអំពីការស្ដាប់បង្គាប់ព្រះជាម្ចាស់មានន័យបែបណាឬក៏យ៉ាងម៉េចយើងនឹងទៅមើលវីដេអូជាមួយគ្នាតើអ៊ំស្វាចង់ទៅចង់បើសិនជាចង់ទៅមើលឲ្យដឹងឲ្យច្បាស់តោះយើងទៅជាមួយគ្នាជាមួយនឹងបងប្អូនទាំងអស់គ្នាតោះយេរឿងរ៉ាវនៅក្នុងព្រះគម្ពីរណូអេកសាងទូកនេះគឺជាណូអេណូអេគឺជាមនុស្សល្អដែលតែងតែព្យាយាមធ្វើអំពើល្អប៉ុន្តែនៅចំនួនលោកណូអេគឺមានតែគាត់នោះទេដែលធ្វើអំពើល្អចំណែកឯមនុស្សផ្សេងទៀតនៅលើផែនដីគឺសិតតែប្រព្រឹត្តអំពើខុសខើនិងធ្វើឲ្យគ្នាឈឺចាប់ហើយសកម្មភាពទាំងអស់នេះបានធ្វើឲ្យព្រះជាម្ចាស់មិនសប្បាយចិត្តនោះទេហើយព្រះជាម្ចាស់មានព្រះបន្ទូលថាទ្រង់នឹងធ្វើឲ្យមានទឹកជំនន់លិចនៅលើផែនដីនិងបំផ្លាញជីវិតទាំងអស់នៅលើផែនដីពីព្រោះទ្រង់មិនពេញចិត្តនៅអំពើបាបដែលមនុស្សទាំងអស់បានធ្វើនោះទេប៉ុន្តែព្រះជាម្ចាស់បានសម្រេចចិត្តក្នុងការជួយសង្គ្រោះលោកណូអេនិងក្រុមគ្រួសាររបស់គាត់ព្រះជាម្ចាស់បានប្រាប់លោកណូអេឲ្យកសាងទូកធំមួយនិងបានប្រាប់គាត់យ៉ាងច្បាស់ពីរបៀបកសាងទូកនោះបន្ទាប់មកព្រះជាម្ចាស់បានប្រាប់ណូអេថាទ្រង់នឹងពន្លិចផែនដីនិងទឹកជំនន់ប៉ុន្តែណូអេនិងក្រុមគ្រួសាររបស់គាត់នឹងមានសុវត្ថិភាព Thank you ព្រះជាម្ចាស់បានឲ្យណូអេនាំសត្វគោកនិងសត្វបក្សាបក្សីគ្រប់ប្រភេទមួយមុខមួយគូឡើងទៅលើទូកHey bird ហើយឲ្យយកអាហារឲ្យគ្រប់គ្រាន់សម្រាប់គ្រួសារគាត់និងសត្វទាំងអស់ Oh God លោកណូអេបានធ្វើតាមអ្វីគ្រប់បែបយ៉ាងដែលព្រះជាម្ចាស់បានបញ្ជាឲ្យគាត់ធ្វើ All right all you come on គាត់បាននាំសត្វគ្រប់ប្រភេទមួយមុខមួយគូទាំងតូចទាំងធំ Colored bird mouse okay all here បន្ទាប់មកមានគ្រប់សត្វទាំងអស់និងក្រុមគ្រួសាររបស់លោកណូអេបានស្ថិតនៅក្នុងទូកហើយរងចាំទឹកជំនន់មកដល់វ៉ាខ្ញុំពិតជាចូលចិត្តវីដេអូនេះខ្លាំងណាស់អ្នកគ្រូចាអ៊ំស្វាដូចខ្ញុំដែរខ្ញុំចូលចិត្តខ្លាំងមែនតើយើងឃើញថាលោកណូអេនិងក្រុមគ្រួសាររបស់លោកណូអេគាត់ពិតជាស្ដាប់បង្គាប់ព្រះជាម្ចាស់ខ្លាំងមែនតើមែនហើយចាចុះអ្នកគ្រូហេតុអីទៅបានជាពួកគាត់ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងមិនដឹងថាអ្វីដែលមិននឹងកើតមានឡើងផងហ្នឹងខ្ញុំឃើញថាលោកណូអេគាត់មានសេចក្តីជំនឿគាត់មានការទុកចិត្តទៅកាន់ព្រះជាម្ចាស់នៅអ្វីដែលមិនទាន់កើតឡើងពីព្រោះគាត់ដឹងថាព្រះអង្គឃើញអ្វីដែលល្អហើយព្រះអង្គដឹងអ្វីដែលមិនល្អហើយអ្វីដែលជាពិសេសទៅទៀតនៅពេលដែលយើងស្ដាប់បង្គាប់ព្រះជាម្ចាស់យើងអាចរស់នៅក្នុងជីវិតមួយយ៉ាងល្អប្រសើរហើយជៀសផុតពីអំពើបាបទៀតការស្ដាប់បង្គាប់ព្រះជាម្ចាស់ពិតជាសំខាន់មែនទែនចាអ៊ំស្វាចុះការដែលសម្រាប់អ៊ំផ្ទាល់តើអ៊ំដឹងអំពីរបៀបនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់អត់ខ្ញុំសុំអីគេមើលតិចសិនខ្ញុំចាំហើយអីគេតើមើលជាសិភៅពិសេសរបស់ព្រះជាម្ចាស់គឺព្រះគម្ពីរត្រូវអូខេយើងទៅលេងល្បែងកំសាន្តម្ដងទៀតតាក់ទងអំពីការស្ដាប់បង្គាប់
អូអញ្ចឹងលើកនេះទុកឲ្យខ្ញុំជាអ្នកប្រាប់ម្ដង អូខេបាទខ្ញុំធ្វើតាមតា អូ អ៊ំស្វាចាប់ ស្វា ដល់ ឲ្យញ៉ាំចេក ចាយើងចង់ខ្លាយជាអំណររបស់ព្រះអង្គការស្ដាប់បង្គាប់គឺជាការខ្លាយជាអំណររបស់ព្រះអង្គដែរចាប៉ុន្តែយើងអត់ស្គាល់ព្រះបន្ទូលរបស់ព្រះយើងអត់ចេះស្ដាប់បង្គាប់ពីព្រះអង្គបានទេអាមែនអញ្ចឹងយើងបន្តចងចាំព្រះគម្ពីរដោយការច្រៀងសប្បាយៗជាមួយគ្នា 注意，tent。 កែតាមដំបងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីកែតាមដំបងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីលោកក៏បានចំពកមួយខមួយអានេះយើងបន្តចងចាំព្រះគម្ពីរជាមួយនឹងលីឌីយ៉ាសូមលីឌីយ៉ា Mẹ bữa tu tha lia mẹ bữa tu tha chúc ai mẹ bữa lư các khởi la lia mẹ bữa tu tha lia mẹ bữa tu tha chúc ai mẹ bữa lư các khởi la nó khóc và em bữa muối khóc bay Amen ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធ្វើលេដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្ចត់ដ៏ងាមជីវ៉ាបានចូលទៅក្នុងរំជ្រោះមនុស្សក៏ត្រាឡប់ជាមានប្រលឹងរលាលោកក៏បាត់ជន់ពពីខប្រាំពីព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធ្វើលេដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្ចត់ដ៏ងាមជីវ៉ាបានចូលទៅក្នុងរំជ្រោះមនុស្សក៏ត្រាឡប់ជាមានប្រលឹងរលាលោកក៏បាត់ជន់ពពីខប្រាំពីព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធ្វើលេដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្ចត់ដ៏ងាមជីវ៉ាបានចូលទៅក្នុងរំជ្រោះមនុស្សក៏ត្រាឡប់ជាមានប្រលឹងរលាលោកក៏បាត់ជន់ពពីខប្រាំពីព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធ្វើលេដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្ចត់ដ៏ងាមជីវ៉ាបានចូលទៅក្នុងរំជ្រោះមនុស្សក៏ត្រាឡប់ជាមានប្រលឹងរលាលោកក៏បាត់ជន់ពពីខប្រាំពីអានេះចាអរគុណព្រះអង្គចាក្មេងៗទាំងអស់គ្នាថ្ងៃនេះយើងថ្វាយបង្គំដល់ព្រះបាទល្អហើយព្រះអង្គបានទទួលសូមអធិដ្ឋានជាមួយនឹងអ្នកគ្រូហើយនឹងបញ្ចប់ថ្វាយបង្គំថ្ងៃនេះតែអធិដ្ឋានរួចថា Bạn Giêsu ចាសអធិដ្ឋានអរគុណព្រះអង្គសម្រាប់ទទួលការថ្វាយបង្គំរបស់យើងខ្ញុំយើងចង់សរសើរដំណើរបន្តទៀតក្នុងសប្តាហ៍នេះផងដែរព្រះអង្គសូមឲ្យបបិលចិត្តដល់យើងខ្ញុំឲ្យចេះសរសើរដំណើរត្រង់ហើយនឹងចេះអធិដ្ឋានអរគុណដល់ទ្រង់រួចពេលវេលាផងដែរសូមអរគុណហើយនឹងស្រឡាញ់ទ្រង់យើងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមជួបគ្នាសប្តាហ៍ក្រោយ